សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជានៅមុខព្រះបរមរាជវាំងផងដែរដែលកាលខ្ញុំធ្វើការនៅភ្នំពេញគឺខ្ញុំបានទៅលេងនៅមុខព្រះបរមរាជវាំងផងដែរកាលពីប្រហែលជា2ខែមុនអញ្ចឹងពុកម៉ែបងប្អូនឃើញថានៅមុខព្រះបរមរាជវាំងគឺមានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគឺបានទៅលេងច្រើនកកមែនទែនពុកម៉ែបងប្អូនដោយសារតែរាជធានីភ្នំពេញព្រះបរមរាជវាំងគឺជាបេះដូងនៃប្រជាជនខ្មែរផងដែរដែលអ្នកតាមបណ្ដាខេត្តក៏គេពេលដែលទៅភ្នំពេញគឺគេទៅលេងនៅមុខព្រះបរមរាជវាំងផងដែរហើយឃើញថាមានភ្ញៀវជាតិអន្តរជាតិក៏បានមកលេងនៅព្រះបរមរាជវាំងច្រើនកកផងដែរពុកម៉ែបងប្អូនព្រោះថាមានទេសភាពស្អាតមែនទែនហើយឃើញថាមានអគារខ្ពស់តូចធំអីគឺរីកដុះដាលច្រើនមែនទែនដោយសារតែប្រទេសកម្ពុជារបស់យើងនាសប្តាហ៍ថ្ងៃនេះក៏មានការអភិវឌ្ឍផងដែរពុកម៉ែបងប្អូនដូច្នេះហើយឃើញថាមានអគារខ្ពស់តូចធំគឺច្រើនដុះដាលច្រើនមែនទែនពុកម៉ែបងប្អូនហើយនេះក៏ជាភ្ញៀវជាតិអន្តរជាតិមកធ្វើបុណ្យនៅមុខព្រះបរមរាជវាំងផងដែរពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយអរគុណ